ខ្ញុំខ្លាំងលេងបានគ្រប់មេតាដែរមេតាបាច់ឆេងតាណាក៏នៅប៉ះខ្ញុំដែរប៉ុន្តែដោយសារដែរនៅពេលដែលអង្គរវ៉ារីកីឡាករគាត់បានចេញទៅក្រៅប្រទេសមុននឹងគាត់ឡើងយន្តហោះទៅប្រទេសសិង្ហបុរីណាបាទកីឡាករទាំងអស់តែតែមានអាណាព្យាបាលទៅគ្រប់គ្រងខ្លាំងមែនតើបានដោយសារទឹកចិត្តរបស់ពួកគាត់ដែរណាជាពិសេសខ្ញុំតសើដល់លោកពូអ្នកមីងដែលគាត់ជាម៉ាក់ប៉ារបស់ D7 ហ្នឹងមកហើយក៏ដូចជាបងស្រីបង្កើតរបស់ Detective បាទតសើពួកគាត់ support ណាគ្រប់ការប្រកួតបងកាណែមិនថាធម្មតាជាទូទៅភាគច្រើនអាណាព្យាបាលគាត់គ្រប់គ្រងពីចម្ងាយឬមួយក៏កូនទៅស្រុកក្រៅទៅបានគាត់ទៅជូនតាណាតែសម្រាប់បងស្រីរបស់ Detective និងម៉ាក់ប៉ារបស់ D7 គឺគាត់មកគ្រប់ការប្រកួតយកបាទបច្ចុប្បន្នកាលបើយើងគិតទៅជាមួយនឹងកីឡាអេឡិចត្រូនិករបស់យើងនិយាយសារ Mobile Legends Bang គឺមានភាពទលំទលាយច្រើននិងមានការទទួលស្គាល់ជាច្រើនប៉ុណ្ណេះបាទក៏មានការដឹកនាំនិងផ្សព្វផ្សាយយ៉ាងល្អពីខាងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជារបស់យើងដើម្បីផ្ដល់ជាដំណឹងថានេះគឺជាប្រភេទកីឡាតែឲ្យប្រកួតមិនត្រឹមតែការប្រកួតដល់កម្រិតពិភពលោកនោះទេគឺមានឈ្មោះនៃការតំណាងជាតិដើម្បីក្នុងការប្រកួតយកមេដាយជូនជាតិទៀតបាទយើងដឹងហើយសំបីតានៅប្រទេសកម្ពុជារបស់យើងភាគច្រើនតឹងសម្រាប់កូនស្រីឥឡូវដល់ថ្នាក់អាណាព្យាបាលក៏បើកទលំទលាយឲ្យកីឡាការនៃយើងប្រកួតច្រើនដែរព្រោះមានការប្រកួតសម្រាប់នារីច្បាស់លាស់មែនតើបាទចំលោកគ្រូណាកាសង្ស័យមើល MPL ដូរច្រើនហ្នឹង MPL ដូរគេដដើមគ្នាតែ cloud ទេហើយនៅពេលដែលចេញ cloud អញ្ចឹងបងកាគេនឹងដដើមគ្នាមួយទៀតដឹងដដើមអីអត់ control objective គេនឹងដដើម hero ហ្នឹងហ្មងមេតារុញទៅ control ច្រើនហើយណាមួយដូចជាម្សិលមិញគេតម្លាក់ patch update ទៀតណាមុននឹងចូលដល់ការប្រកួត update ស្អីមានអីច្រើនផងអីគេឡា update បើ jungler នៅដដែល assassin អីអត់មាន update អីច្រើនអូដូចតែបាននិយាយគេដើម Fred តែយ៉ាងណាមិញគាត់នៅសល់ Kevin វាក្នុងការលេងដែរឬមួយក៏អាកៃ Kevin a lot Kevin a lot Kevin a lot ក៏លេងបានប៉ុន្តែប្រយ័ត្នស្ទើរទីមេគេ Fred ដូចជា monster Kevin a lot នៅពេលដែលយើងនឹក Kevin យើងនឹកឃើញទៅដល់ detective យើងហ្នឹងគឺច័ន្ទវ៉ាន់ហើយនឹង freestyle មកឆ្ងាញ់បាទ experience land គឺ shadow គឺមេគង្គមួយនេះគឺ a lot មិនអាចប្រហែសបានដូចគ្នាបាទចាំមើលអាចចេញមួយឈុតនេះឬក៏ mid land អាចនឹងសំខាន់សម្រាប់ពួកគាត់ Kevin វានៅ at last day អូយតែ combo ធំហ่ะ at last combo ធំហ่ะhero នេះគឺចូលនៅក្នុងមេតាខ្លាំងមែនតើ Atlas មួយនេះគឺដោយសារតែ passive របស់ Atlas ហ្នឹងគឺ cooldown លឿនអញ្ចឹងទៅសប្បាយកកខ្លាំងមែនតើមាន stun មានកកមានបោកណាមួយចេះដែរបងកាកាដោយសារតែ patch ឥឡូវគេរុញទៅដល់ control objective វិញដែរ Atlas ហ្នឹងស្រួល counter ប្រភេទ hero control objective ហ្នឹងស្រួលលេងយកមកបាទអញ្ចឹងក៏មានការ pick Moscow មកវិញភ្លាមយកតែម្ដងពីសមាជិករបស់ខាងមីយ៉ាន់ម៉ាបាទអស់ហើយបើសិនជាគាត់អត់ pick បច្ចុប្បន្នកាលទៅដល់មុខទៀតអាចនឹងអត់មាន golden លេងអាចថាបានព្រោះបច្ចុប្បន្នកាល Golan គឺនៅសល់តិចខ្លាំងមែនតែនបាទមានដូចជាការីបាទនៅសល់ជាមួយនឹងRanger ក៏បាក់លេងដែរនៅក្នុងវគ្គនេះHarris ខ្ញុំឆ្ងល់មួយ Fervius គឺអត់នៅក្នុងការ ban នៅក្នុង3 slot ដំបូងអត់ដឹងដែរប្រហែលជាគាត់អត់ចង់យកដឹងឬមួយក៏ព្រោះត្រាស់នេះគាត់អាចនឹងលេង Sora ក៏បានដែរពីខាងក្រុមកម្ពុជារបស់យើងឬមួយក៏អាច lot ដូចគ្នាបាទតែគេមានមូលហេតុអីបានឥឡូវគេអាចនឹងខ្ញុំនិយាយថា cloud នៅក្នុង meta first pick ដោយសារតែអញ្ចឹងបងទី1គេចង់លេង control objective ទី2ប្រភេទ hero maximate ដែល control objective អត់មានធំជាង cloud ទេអត់មានធំជាង cloud ហ្មងព្រោះ basic attack វាវាយលឿនណាសូម្បីតែ carry ក៏អត់អាច control ឈ្នះ lot ដែរវាយលឿនរត់លឿនហើយណាមួយមាន ultimate ល្អមែនទេហត់តែលេតហត់តែស្រួលលេងសម្រាប់ការលេង cloud ក្នុងការ control objective អញ្ចឹងឥឡូវចូល meta ខ្លាំងយកហ្មងហើយគឺយក hero តាអម cloud មក cover មក cloud do it បាទ do it now yes បាទពីអនតូនអញ្ចឹងឲ្យតែបាន cloud ឈ្នះ cloud ឈ្នះសូម្បីតែយើងគិតថា cloud អាចលេង trade មួយ Harris បានទទួលស្គាល់ Harris ធំជាង cloud នៅលើ land មែនក៏ប៉ុន្តែនៅពេលដែលចូល control objective លេងមិនឈ្នះ cloud បាទ rotation ក៏អាចយឺតជាងmap មួយនេះគេ map អីគេអត់តន់មើលឃើញទេបាទគេអត់ដាក់ map ឲ្យមើលដែរយើងអត់តន់ដឹងថា map ណា map អីខ្ញុំកំពុងគិតដែរថាបើសិនជាក្នុងករណីដែលមាន expanding river Harris នៅតែអាចចេញមកបានហើយគាត់អាចនឹង rotation មកបានដែរមកកតេលគាត់ហ្នឹងក៏អូខេសម្រាប់ការ control objective តែ map នេះអត់យើងអត់តន់ដឹងបាទអញ្ចឹងភ្លាមមានការបិទទៅលើ Forvius និង Arlot ពីសមាជិករបស់ Team Myanmar អញ្ចឹង Experience Land យើងនៅសល់ Sora ក្នុងការលេងបើសិនជាយើងចង់បាន damage មួយទៀតយើងសល់ Lapu និង Yuzong ដែរបាទ Lapu Yuzong លេងបានបាទលេងបានទាំងអស់ Shadow ក៏នៅតែអាចលេងបានប្រភេទ hero អស់នេះមិនថា damage នោះទេបាទប៉ាគីតូក៏នៅតែជាជំរើសដែរបើសិនជាក្នុងករណីគាត់ចង់លេង
បាទ បើសិនជាគេបានប៉ាគីតូយើងរៀងហានិភ័យដែរណាបងយើងមាន cover ណាយើងមាន cover ណាមួយប៉ាគីតូគាត់ចូលដល់ cloud ដែរយេមិញនិយាយផ្លេចប៉ាគីតូមួយឆឹងតែហ្មងបាទប៉ាគីតូកំពុងតែឈរនៅក្នុងមេតាមួយដែលគេដណ្ដើមវាគួរសមដែរតែបច្ចុប្បន្នការសល់ Freya នេះគេអាចឈរនៅក្នុង Experience Land My God ហើយ Experience Land ដែលលេងជាមួយនឹង Freya នេះគឺប៉ាគីតូនេះហើយបាទអាចវាយបានជាមួយនឹង Freya បានមកលេងស្មើក៏ប៉ុន្តែបើសិនជា Freya គាត់ farm គាត់ឆ្លាតជាងគាត់កាក់ land ហើយគាត់នឹងកាក់ប៉ាគីតូឲ្យ join team fight យកមកដែរចាំមើលគាត់ដែរណាមើលសោះយូសងស្អីដែរបើក្នុងករណីដែលគាត់ចង់លេងយូសងខ្លាច Freya វាយទេបងបើសិនជាអាចមានឡាពូចាំមើលបើអឡតពាក់នេះរៀងបាក់លេងគេបិទអីហ្នឹងគេបិទចោលបិទ for វាអឡតគេជន់ experience land គេ pick មួយចឹងបានថាសឹងថាបែន3 experience land ណាហ្នឹងអរេសូរ៉ាលេងតលេងមកយូសងអូខេបាទយូសង Kimmy អូខេបាទត្រាស់មួយនេះគឺសំណឹមគួរសមដែរបងកាតែពីក្រុមកម្ពុជារបស់យើងតាទៅគឺទៅណាបាទតាយើងសងបើកនេះគឺត្រូវទៅRomer គេមួយណាដើម្បីយកមកលេងនៅក្នុងវគ្គមុននេះលូត្រាតែគាត់យក Romer តែអាច gang early បានឥឡូវអត់មានទេសល់តែ High Loss Khalid បានវគ្គនេះ Khalid អាចលេងបានបើ High Loss មក cover ប៉ុន្តែ High Loss មកលេងមួយ Atlas បាក់លេងណា High Loss យកមកគឺគ្រាន់តែជា hero ដែលឈរយើងបោកណា Khalid បានព្រោះ Khalid គាត់ fast clear ជាមួយនឹង God ហើយគាត់អាចនឹង cover ទៅលើ Fred Train បានដូចគ្នាហ្នឹងហើយបាទជាមួយនៅ last pick របស់ខាង Myanmar នៅក្នុងវគ្គទី1 Camilla the combo អាយ៉ាថ្មីរើងហើយណាច់កើយបាទ Camilla Romer តែមិនមែន Cecilian Midland ទេគឺ God អញ្ចឹង combo ហ្នឹងមក ultimate អាចមក combo ទៅមក combo ទៅយកហ្មងរៀងពិបាកដែរតែចាំមើលតែគេបាក់ចែកគេអត់មានអ្នក cover ទេតែយើងបោកអ្នកណាទៅអ្នកហ្នឹងយកមកហ្នឹងហើយគេស្ទើរកន្លែងហ្នឹងក៏ប៉ុន្តែក្រុមកម្ពុជារបស់យើងគាត់ត្រូវឆ្លាតបន្តិចបានន័យថាឆ្លាតមិនគាត់ត្រូវញែក team fight ហ្នឹងធ្វើមិនកុំឲ្យបញ្ញុកវាយកុំបញ្ញុកឲ្យសោះធ្វើមិនកិច្ចពី ultimate របស់ Camilla ឲ្យបានព្រោះ ultimate របស់ Camilla យើងដឹងស្រាប់ហើយតែដាក់ជាប់នៅហ្នឹង share damage គ្នាយកមកនោះ stand ក៏ត្រូវទាំងអស់គ្នាជាប់ទាំងអស់ទៅទាំងអស់និយាយទៅ share ទាំងអស់អញ្ចឹងបើគេបាញ់ម៉ាំង Fred ធួនជាប់ទៀតគាត់បាញ់ ulti ទៅទាំងអស់យកមិនដែរទេសម្រាប់បើយើងគិតទៅគឺដោយសារតែតារាសរបស់ខាងMyanmar នេះអាចនឹងលោកគ្រូណាគាត់អាចដឹងមុនជាមួយនឹង Bob បាទ Bob គាត់អត់បានឡើងទេតែគាត់ជួយពីក្រោយមើលអញ្ចឹងណាពីហាងបាទអញ្ចឹងគាត់គួរតែដឹងរាល់ការរីបានន័យថាយើងទៅសិក្សាពីក្រុមរបស់ខាងប្រទេស Myanmar ដែរបាទអញ្ចឹងអ្នកនរគ្នាឥឡូវយើងចូលមកដល់ជាមួយនឹងការប្រកួតរវាងក្រុមអង្គរវរីកម្ពុជាវគ្គទី1ប៉ះជាមួយនឹង Myanmar ផងដែរចាន់ដាវ៉ាន់អញអីយ៉ាដូរ straight លេងទៀតបងកាកាបាទអូយឥឡូវគេលេង flow ឯណាលួច orange លួចអីគេមកចង់លួចបៃតងមួយដោយសារតែ patch update មកសមមិញហ្នឹងបៃតងមួយហ្នឹងបូក experience ច្រើនមែនទេហើយបាទយ៉ាបាទឥឡូវដឹងមុនគាត់ក៏គេដឹងមុនដែរតែគេដឹងដែរមិញគេនេះគេប្រឡែង orange ចោលដែរប្រឡែង orange បាទគេពងវាយសុកយើងដឹងយើងលួចគេប្រឡែងចោលមកជុំមានអារម្មណ៍ថានៅពេលដែល update មួយនេះធ្វើឲ្យ Romer ធំវិញ Romer Midland Duo នៅតែសំខាន់បាទនៅក្នុងករណីដែលគាត់ clear land បានមុនបៃតងនេះគេអាចនឹងចូលទៅយកមកអាចនឹងប៉ះគ្នាកន្លែងហ្នឹងមានដល់ update នេះគេចង់ឲ្យយើងបង្កើត team fight កាន់តែច្រើនបាទនិយាយទៅឲ្យមានរូបភាព aggressive បាទលួចបានផ្អៀងយកមក yes តែលួចបានពី grip អីដើមម៉ោងផ្អៀងយកមកទៅចាំបាទខ្ញុំគិតដែរថាបាទខ្ញុំគិតដែរថាបើសិនជាគាត់មិនយក Khalid មក clear land បានលឿនណាគេមានឡាននេះយើងបាក់ clear ខាងមានណាតែគាត់យក Camilla អាចនឹងជា straight របស់គាត់ដែរចាំមើលតើ Camilla មួយនេះអាចជួយបានច្រើនអត់ពីខាងមានបោះ stand ជាប់ជាមួយនឹងទីឧត្តមរបស់យើងដូចគ្នាផងដែរបាទតែយ៉ាងណាមិញជាមួយនឹងច័ន្ទមករាកំពុងតែដេញបាញ់ low បាត់ហើយជាមួយនឹង Camilla របស់ខាងមានមកបាទបច្ចុប្បន្នការជាមួយនឹងច័ន្ទវ៉ាន់បាទ detective កំពុង farm creep ធម្មតានោះទេបន្ទាប់ពីបញ្ចប់ជាមួយនឹង orange និង pop buff level 4អាយ៉ាlevel 4ណាកើ Fred level 4តែនេះគេវាយនេះឲ្យវាយ experience ឲ្យបាទអូយជួយវាយគ្នាមកដាវ៉ាន់អូតែគាត់ចាំលេងមួយ passive ឆ្លាតមែនទែនបាទយ៉ាងណាមិញជាមួយនឹងការបង្លាចតែប៉ុណ្ណោះភ្លាមឲ្យជាមួយនឹងមិញកុងបាន level 4នៅ objective ទី1ផងដែរ
បាទចាំមើលជាមួយថតទី1បើកនេះដេញវាយតាដងចូលមកមើលមកមានជាមួយនឹងទាវដំហ្វ្រេយ៉ាកំដៅជាមួយនឹងការលោតវាយទាវដំមកណៃមេងកងចាប់ស្លានវាយជាប់តែណាមិនអត់មានដេមេចបងទេថតទី1ក៏បានចូលខ្លួនលើសមាជិករបស់ក្រុមកម្ពុជាបោកវាយតែមកបាត់បង់ជីវិតជាមួយនឹង2 hero បាទហើយមានរឿងអីចេះសមាជិករបស់មីយ៉ាម៉ាដេញវាយលើទាវដំតទៀតដូចគ្នាប៉ុន្តែចាប់ស្តានជាប់ទាវដំសំម្ដាយតែដកថយមួយសិនបាទយើងបានជាមួយនឹង objective ប៉ុន្តែយើងបាត់បង់រហូតដល់2 kill ទៅវិញគឺដាវ៉ាន់ក៏ដូចជាមេកុងយើងស្ទើរ damage មិនតិចហ៎មកការយើងស្ទើរ damage មិនតិចដោយសារតែអញ្ចេះយើង Atlas ក៏វិញវាណាមួយ Atlas យើង level 3នៅតថទី1យើងយកបានតថនេះចាត់ទុកថាអូខេហើយណាមួយគេ fred ដែរណាបើយើងគិតទៅបើយើង head to head 5 hero នេះនិង5 hero យើងគឺគេ5 hero control objective ធំជាងយើងទៀតនៅក្នុងតថទី1គិតត្រឹមតថទី1ឯងបាទតែយើងមើលតថទី2ខ្ញុំគិតថាអាចយើងស្រួលលេងជាងតថទី1បាទចាំមើលមើលយ៉ាងចាំមើលយើងសងយើងរៀងតាន់តិចណាមួយយើងគិតមកគីមីបានតែ spam ពីមេ ultimate របស់គាត់បានត្រឹមតែ zone ទេបាទតែ Freya លោតមកដល់គាត់រត់ហើយអត់អាចឈប់បាញ់បានទេហើយ Atlas គាត់មិញយក passive ទៅលេងហ្នឹងគាត់មាន ultimate ណាលេងបាទតែបើ Camilla អត់មាន ultimate តែមាន skill ដក defense ហ្នឹងខ្លាំងណាស់ front line មែនតើណាមួយ hero ប្រភេទរបស់យើងសិតតែ close combat close combat អូយចង់កាក់ញ៉ាំមេងកុងមិនកើតបាទយើស្គាល់ដៃ experience land នេះតិចពេកហើយបាទចាំមើលជាមួយនឹងការគ្រប់គ្រងជាមួយនឹងតថទី2ពីក្រុមកម្ពុជាទោះជាការបាត់បង់2 kill ឡើងមិញក៏ពិតមែនប៉ុន្តែតថនាំឲ្យជាមួយនឹង experience ក៏ដូចជា goal ចែកទៅលើសមាជិករបស់គាត់គឺគួរសមដែរហើយគម្លាតក៏មិនទាន់ឆ្ងាយសម្រាប់ក្រុមកម្ពុជាអង្គរវត្តយើងដូចគ្នាអូ Golden Star តាមទី1ពី Freya បុចលោតចាប់ជាប់បាត់ហើយតែអត់វាយទេបាទដោយសារក្រុមកម្ពុជារបស់យើងគាត់ឆ្លាតមែនតើយ៉ាងណាមិញជាមួយ Fred របស់គេធូនជាប់ជាមួយទាដំគប់ SOD ក៏ដល់ Freya លោតវាយតែមកចាប់ជាប់ជាមួយនឹងច័ន្ទមករាឬមួយក៏ណាគេបាត់បង់ជីវិតជាមួយនឹងច័ន្ទដាវ៉ាន់មួយទៅគេប៉ុន្តែបាក់នេះ cover នេះតែគេដេញវាយជាមួយទាដំសំដៃតែដល់ច័ន្ទមករាមានការបាញ់ស្តានចោលជើងមេកូវាយមួយទៅ3តែដល់ជាមួយនឹងការពូដងជឿនអូន1 ដូរនឹង1តែប៉ុណ្ណោះបាទតែយើងក៏បាត់បង់ជាមួយនឹងច័ន្ទវ៉ាន់មួយដូចគ្នាអាចនឹងការតនដែរឬអត់ជាមួយនឹង map នេះគឺជា map flying cloud អាចនឹងអត់តននោះទេបាទទ្រាំចុងម៉ោងតែយើងទ្រាំណាមួយបាញ់មិញយើងយល់ដែរថាការធ្វើបែបនេះគាត់គ្រាន់តែចង់ញោះឲ្យជាមួយនឹង Camilla ហ្នឹងអស់ ultimate បាទដល់ពេលដល់ ultimate ដល់តថទី2យើងងាយស្រួលនឹងការចូលមែនតើមិនពិបាកបើសិនជាក្នុងករណីយើងជុំបាទមកទៅការ pick Camilla នេះគឺពិបាកឲ្យយើងរៀងជុំគ្នា5នាក់បូកគេដែរ yes បើដូចនិយាយនឹងប្រភេទ hero Camilla នេះគឺការដក defense គឺធ្វើឲ្យ hero ហ្នឹងគឺតាន់ខ្លាំងមែនតើបាទចង់ម៉ោងទ្រាំបាទដេញបាញ់ជាមួយនឹង Camilla spam damage spam តែ complete មកស្កៅគេនៅចិត្តនឹងណាទីឧត្តមមួយសិនណោះខាងលើគេដេញវាយជាមួយ Freya ចាប់ជាប់ជាមួយច័ន្ទបាត់ទៅហើយអូយដកថយរួចខ្លួនវិញទៀតមកវិញដែរបាទ SOD រៀងខុសឆ្ងាយខ្លាំងមែនតើបាទពីមកស្កៅចង់រកជាមួយនឹងច័ន្ទវ៉ាន់គឺមិនងាយទេក្រោមបាទផាវេនមួយផាវេនគេកាក់ពីក្រោយផាវេនបាទមួយសិនមកបាទគេកាក់ខាងក្រោមហើយគាត់មាន flicker ដែរចាប់ក៏អត់ចាប់អត់ជាប់ដែរណាមួយក៏មានសមាជិករបស់ក្រុមកម្ពុជាក្រោមទៅហើយផាវេនប្រាច់អូនឹងក្រោយបាទរ៉ូម៉េបបាទទេវដំបោកឬមិនបោកបោកបុកវាយតែមកតែណាមិនមានកាមេរ៉ាក៏ដល់ទេវវិញដូចនេះបាទវាយមួយទេវដំសាប់ដៃ4ទៅ3អត់ចង់វាយទេពីក្រុម cover របស់យើងដកថយមួយសិន T1 Thread នៅខាងក្រោមអាចនឹងបាត់បង់ដូចគ្នាផងដែរបាទចឹងពីការសូនយក T1 Thread ពីខាងមានម៉ែនៅខាងក្រោមហើយក៏មានការ push minion នៅខាងលើដូចគ្នាពីបាទមេងកុងប៉ុន្តែក៏មិនអាចយកបានជាមួយនឹង Thread ដូចគ្នាប៉ុណ្ដែរបច្ចុប្បន្នការមានការនាំមុខ 2K បាទពីមានម៉ែទៅលើក្រុមកម្ពុជារបស់យើងតថទី3នៅ30វិនាទីទៀតយើងត្រូវការ good set up ខ្លាំងមែនតើបានដូច្នោះទេគឺប្រហែលចូលនៅក្នុងតថនេះខ្លាំងមែនតើដោយសារតែមានជាមួយនឹង Camilla មួយនេះបច្ចុប្បន្នការដោយសារតែ Purify គឺមាន2រូបពី Freya ក៏ដូចជាមកស្កៅអញ្ចឹងយើងពិបាកចាប់ឱកាសរបស់យើងគឺមានតែមួយគឺចាប់ទៅលើ God តែ God ជាមួយ position របស់គេយើង safe ដែរឆ្ងាយខ្លាំងមែនតើយកដល់មានរូបភាព5ទៅ5ដោយសារតែយកមានវត្តមានរបស់ Claude មកចូលរួម team fight ទេទ្រាំបាទចាចូលមក team fight យើងហ៎យេបាទតែមក team fight គឺយើងយកមកបាទអញ្ចឹងចាំមើលការនាំមុខមិនច្រើនទេបាទ6នាទីត្រឹមនាំមុខ 2K ដូចជាមិនច្រើនណាស់ទេបាទដេញចាប់ជាមួយនឹងច័ន្ទដាវ៉ាន់បោះ ultimate ជាប់តែម្នាក់ឯងតែម្ដងធូនតែ Freya គេម្ដងជាមួយនឹងការបោកវាយបាត់បង់ជីវិតបាត់ហើយ Godfrey មិនបាញ់ទៀតលៀមជាមួយទៀតដល់មកសម្ដាយជន់កក់មួយដូចនេះកើបសាក់ប៉ោមួយជាប់តែម្នាក់តែអត់ដាច់ទៀតអូជាមួយនឹង Freya ខាងក្រោមវ៉ាវអាមិនចាំមកចេះមកជាមួយ Paven ចង់បន្ត team fight តែ complete ជាមួយ Moscow គេកំពុងតែបុក T2 Thread នៅផ្លូវខាងក្រោមដូចនេះប៉ុន្តែអាចនឹងបាត់បង់ T2 ហើយអាចនឹងបាត់បង់ជាមួយ Total បន្តទៀតបាទដោយសារតែការ pick off បានជាមួយនឹងច័ន្ទដាវ៉ាន់នៅធ្វើឲ្យគាត់ពិបាកในការ contest ជាមួយនឹង objective នេះខ្លាំងមែនទែន
អូយោបាទមាន skill ចាប់ប្រាសិនទៅតែជាមួយនឹង rank buff បាត់ជាមួយនឹង tier 2 turret ធាវ័ន mid lane អាចនឹងបាត់បង់ភ្លាមជាមួយនឹងការបោះ skill ជីវិត2មកតែគេវាយតែនៅជាមួយនឹងការធួនជាប់ទីឧត្តមសមដៃបាត់បង់ជីវិតជាមួយនឹងឧត្តមបាត់ទៅហើយបាទមួយសិនមកនាំមកប្រាក់ 4k 75k gold បាត់ទៅហើយបាទមកប្រើមិញបាទ 4k មិនអីដែរតារារបស់យើងក៏ឈានដល់ចុងវគ្គដូចគ្នាបាទក្នុងករណីដែលឧត្តមក៏đãចាប់បានទៅលើ god ភាសា god ក៏ជា damage រំខានមួយជាប្រភេទ true damage ចឹងបាទក្នុងករណីយើងពាក់ defense គឺទប់អត់ជាប់នោះទេលុះត្រាតែយើងមានឈាមច្រើនទៅអាចទប់ជាប់តែបើសិនជាឈាមយើងកាន់តែច្រើនក៏ពិបាកលេងជាមួយនឹង Moscow ដែលមានជាមួយនឹង Demon Hunter ដូចគ្នាបាទនៅខាងលើអាចមានបញ្ហាអាចគួរតែដឹងបាទមានការលួចបាត់ទៅហើយពី grip តែ lot ទី1នៅ60វិនាទីទៀតដូចគ្នាផងដែរការនាំមុខត្រឹម 4k គិតត្រឹម8នាទីតែប៉ុណ្ណោះ6ទល់នឹង1ម៉ាំងបោក flipper បាត់ហើយបាទឧត្តមអស់បោកបាត់ហើយមានរឿងអីចេះបាទតែណាមិញអត់ចង់វាយទេជាមួយក្រុមកម្មជាតិរបស់យើង Freya លោបដល់ជាមួយនឹងការដក ultimate ដេញវាយជាមួយ Faven SOD ចំជាមួយនឹង Chandavan តែយ៉ាងណាមិញគេបុកវាយជាមួយនឹងទីឧត្តមបាត់បង់ជីវិតជាមួយនឹងទីឧត្តមបាត់ទៅហើយបាទ damage របស់ខាងមីម៉ាគឺច្រើនមែនតើមកកាFreya តែគេបញ្ញុកជន់គឺជន់យកតែទីធូ trade នៅខាងលើយើងក៏បាត់បង់យកអត់តបាន trade មួយណានេះកើ 6k បាត់ហើយបាទในការនាំមុខបាទ damage deal គឺគាត់នឹងច្រើនបាទលោតវាយមួយសិនមក Fredrin គេធួនចាប់ជាប់ជាមួយនឹង Chandavan អត់បញ្ហាទេអត់មាន damage follow up ដូចគ្នាបាទចាំមើលឱកាសនៃការទប់ផ្ទះរបស់យើងអាចនឹងមានការ comeback ដែរឬមួយក៏យ៉ាងណាបាទ8នាទីជាងចូល9នាទី lot នៅ10វិនាទីទៀតខ្ញុំគិតថា lot ទី1យើងប្រហែលបើសិនយើងចូលត្រង់ហ្មងណាកើបាទចូលត្រង់យ៉ាងម៉េចបច្ចុប្បន្នកាលយើងមាន god យើងមាន U2 តែមាន Atlas យើងមាន U2 តែយើងអត់ដែរចាប់បានជាមួយនឹង god ទេយើងពិបាកមែនទែនព្រោះ damage god នេះគឺច្រើនពេកនិយាយចេះយើងភាគច្រើនណាខាងមីយ៉ាន់ម៉ាគេល្អត្រង់ថាគេឲ្យយើងយក map មុន objective ទេយើងចូលគេតេស្តយើងរហូតបាទភ្លាមជាមួយនឹងការបើកនេះចង់ commit វាយយកតែម្ដងបោកមិនចេញនោះទេពីទីដល់បោកវាយយកតែម្ដងជាមួយនឹងការជន់ក៏ពីមិញកងវាយបានអ្នក backline 2អ្នកបាត់បង់ជីវិតជាមួយនឹង God តែភ្លាមជាមួយ Freya ដេញវាយជាមួយនឹង Faven ដកថយបានរួចមួយ clear មួយដូនមួយតែមិញកងវាយមួយដងស្មើយកតែម្ដងបដូរជីវិតខ្លួនឯងតែម្ដងកវត្តអូយបើកវត្តចេញអាចនឹងដាច់ជាមួយនឹង Moscow មិញទៀតបាទប៊ីទៅហើយមិញបើមានគ្មានវិញអាចប្រើបាន skill ហ្នឹងបាទយើងអត់មាននោះទេឥឡូវអត់តន់អស់ចិត្តទេបាទវិញថាក្រានក៏ចូលខ្លួនលើ Chandavan ដូចគ្នាផងដែរចាំមើល lot នេះចូលឬមិនចុះ Freya លោតបុកវាយយកតែម្ដងជាមួយនឹងមេរបស់បាទវាយយកតែម្ដងភ្លាមជាមួយ SOD ចំបាត់បង់ជីវិតជាមួយ Makra បុកវាយបន្តទៀតជាមួយនឹង Chandavan បាត់បង់2 hero ទីឧត្តមជាអ្នកបន្ទាប់អាចនឹងបាត់បង់3 hero Flicker ដកថយគេវាយជាមួយទីឧត្តមបាត់ទៅហើយ trap for kill បាទ lot នេះអាចនឹងបាត់បង់ដូចគ្នា3 hero របស់យើងនៅបន្តគេបាត់បង់12ទល់នឹង2 10នាទី7 goal lead 7k goal lead ដូចគ្នាដែរFreya មានមែនតើណាកើchase Portro ក៏ចាញ់បន្តទៅលើ Fredrin ដូចគ្នាដែរមួយ lot មួយនេះគឺទទួលបានច្រើនមែនតើពីមានម៉ាគាត់ថាយើងអាចនឹងលេង safe play សិនទៅបើយើង aggressive ពេកក៏ Cloud និង Kimmy មិនមាន damage គ្រប់គ្រាន់ការលេងមិនឃើញស្រាប់ហើយ damage របស់Kimmy របស់ Makra អត់មាន damage បាញ់ទេវាច្រើនបើយើងឃើញទៅមានម៉ាគាត់រៀងពិបាកគាត់ល្អមួយគាត់យក position ហើយនឹងការវាយមុនដែលយើង set up បាទអញ្ចឹងនៅពេលដែលមុន set up គឺគេបញ្ចេញអស់ហើយអញ្ចឹងបើទោះជាយើងបើកនៀកឃើញចាប់បាន god ក៏មិនក៏ god គេចេញអស់ skill ហើយបាទហ្នឹងបើយើងគិតមើលទៅអូណែ win the crown ចេញមកហើយបាទពី god បាទប៉ុន្តែនៅពេលដែលយើង pick Cloud មិញ South Freya យើងអត់ ban ទេអត់ទេគេយក slot ទី3បង slot ទី3បាទគេយក slot ទី3យើងបើក Freya maybe គាត់អាចនឹងចង់ដឹងពីសមត្ថភាពរបស់មានម៉ាសិននៅក្នុងវគ្គទី1ចាំមើលបាទយើងនឹងមាន seal ឡើយទេនៅក្នុង11នាទីមុន12វិនាទី12នាទីយើងនឹងមានជាមួយនឹង seal ថា red 3ផ្លូវតែនៅខាងលើបាយ seal បាទធូនជាប់មេងកងបាទមួយសិនតុបសិននៅ super minion កັບតាក់បោមួយជាប់តែម្នាក់តែគេបាញ់ ultimate ទៅលើមេងកងឈឺយកតែមែនតែជាមួយតែមេរបស់ god អូយបាត់បង់ជីវិតជាមួយនឹង user មួយនេះអាចនឹងហានិភ័យមែនតែធួនជាប់ជាមួយនឹងទីឧត្តមលើក OKO បោកវាយយកតែម្ដងជាមួយនឹងការ ultimate fast gear បាត់ហើយក្រុមកម្មជារបស់យើងចាប់ជាប់ជាមួយនឹង Faven បន្តទៀតបាត់បង់2 hero Makra ជាអ្នកបន្ទាប់វាយ4 hero បាត់ហើយ last man standing សល់ចាន់តែបានទេគេមិនខ្វល់ទេគេវាយទៅផ្ទះតែប៉ុណ្ណោះគឺជ័យជំនះវគ្គទី1គឺបានទៅលើមីយ៉ាន់ម៉ាផងដែរបាទព្រោះមិញយើង
khơi này bác hero mày ta chở nữa này Yeah. Freya Pakito Fervia bác tầng ngò bắt tập chu xin để Ê, cái bật phổ bia khang cái nè bật. bật nâng bật slot thì buồn Dạ, pram slot hay thì nâng buồn, dạ, vậy dạ, bởi dạ. dương bác bay slot bốn không á này bà hay dương pick clot cái sao Freya đã như thua số là bánh clot là man lên à nè clot là bánh cứ odd man lên của tì bà chẳng như mơ ai đăng pì ca trong đăng pì chùm nói khăn đăng chùm nói sai rồi bọc cú bạc để bọc khang và tê min mẹ đây là tê phù tram bánh mánh miết combo lên đôi kia phần này còn tha và phê rồi đại khang miền ma cái lên cứ ban cho thông chiếc nam mũi nơi phê đại pocket pick rồi bó cầm Mila rồi bó miền ma mình mới còn thua dân của bạn này ca trôi từ lớn từ thò đây bà ai thấm bà flip flat